សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកពីប្រាប់ពីរបៀបដែលធ្វើឲ្យម៉ូទ័ររត់ទៅមុខថយក្រោយម៉ូទ័រ Toyota គ្រាន់តែចុចអក្សរ S ឲ្យជាប់ឲ្យបាត់ភ្លើងក្រហមវារត់ថយក្រោយពេលយើងចុចអក្សរ S ឲ្យជាប់ឲ្យឡើងភ្លើងក្រហមវានឹងរត់ទៅមុខ